ដល់វគ្គដែលយើងមករៀបជាមួយនឹងឈុតមុខរបស់យើងពេលថ្ងៃដល់គ្នាប៉ុន្តែខ្ញុំរៀបហើយសម្រាប់សរោមហើយនឹងរៀបឲ្យសំណើមហ្នឹងប៉ុន្តែដោយសារតែខ្ញុំបានថតរៀបឲ្យបានឃើញដល់គ្នាស្ដាយមែនតើហ្មងអញ្ចឹងខ្ញុំរៀបហើយគឺខ្ញុំចូលដល់វគ្គលេខការពីកម្ដៅថ្ងៃយកហ្មងសម្រាប់លេខការពីកម្ដៅថ្ងៃនេះគឺយើងដាក់ទៅមកបរិមាណមុំបានដល់គ្នាយើងទៅបើសិនយើងអ្នកខ្លះគាត់មើលរំលងលេខការពីកម្ដៅថ្ងៃគាត់ប្រើទៅពេលយប់យើងទៅប្រើសរោមប្រើលេខពេលយប់អញ្ចឹងទៅប៉ុន្តែគាត់ពេលថ្ងៃគាត់អត់ប្រើលេខការពីកម្ដៅថ្ងៃទេអត់ប្រើលេខការពីកម្ដៅថ្ងៃមានហានិភ័យខ្ពស់ណាស់អ្នកនរគ្នាពួកឯលេខការពីកម្ដៅថ្ងៃគឺសំខាន់បំផុតនៅពេលថ្ងៃជាធម្មតាព្រះអាទិត្យណាអ្នកនរគ្នាកម្ដៅគឺក្តៅខ្លាំងណាស់តែយើងដើរអត់មានយ៉ាងការពីស្បែកដូចជាយើងអត់ប្រើលេខការពីកម្ដៅថ្ងៃអញ្ចឹងណាគឺវាធ្វើឲ្យមុខយើងហ្នឹងគឺឆាប់ចាស់ជ្រុលជ្រួញឆាប់ឡើងចំអាចរយមុខស្ងួតអីចឹងទៅសម្រាប់ខ្ញុំណាខ្ញុំអត់ពេលយប់បានតែអត់អាចអត់លេខការពីកម្ដៅថ្ងៃបានទេអ្នកនរគ្នាអញ្ចឹងខ្ញុំសូមចិត្តបងដែលគាត់ប្រើជាមួយនឹង Jelly Mask បងកុំអត់លេខការពីកម្ដៅថ្ងៃបើមិនជាបងអត់ទិញលេខការពីកម្ដៅថ្ងៃខាងខ្ញុំក៏អីដែរសំខាន់បងត្រូវតែប្រើលេខការពីកម្ដៅថ្ងៃបងតែប្រើជាប្រចាំថ្ងៃត្រូវនោះគឺអាចប្រើបានហើយបើមិនជាបងអត់ប្រើលេខការពីកម្ដៅថ្ងៃទៅបីបងប្រើណៃគ្រីមតម្លៃ50 100ឬក៏4-500ដុល្លារក៏ដោយបើមិនជាបងអត់ប្រើលេខការពីកម្ដៅថ្ងៃគឺអាចនឹងស្មើ0ហ្មងព្រោះលេខការពីកម្ដៅថ្ងៃគឺមានអត្ថប្រយោជន៍ខ្ពស់ណាស់ការពីមុខយើងនៅពេលថ្ងៃហើយកុំឆ្ងល់បងខ្លះគាត់ថាមិនក៏មុខគាត់ឡើងចំអាចរយមុខគាត់ជ្រួញលឿនម្ល៉េះដោយសារតែពេលខ្លះគឺគាត់អត់ប្រើលេខការពីកម្ដៅថ្ងៃអញ្ចឹងទៅហើយពេលខ្លះការប្រើលេខការពីកម្ដៅថ្ងៃរបស់យើងគឺអត់គ្រប់គ្រាន់អញ្ចឹងបើថាអត់លេខការពីកម្ដៅថ្ងៃគឺអត់បានទេមួយអើយដូចលេខការពីកម្ដៅថ្ងៃខ្ញុំកំពុងតែរៀបនេះចឹងរៀបដំបូងគឺឃើញមុខឃើញសាច់បប៊ីនឹងសប៉ុន្តែពេលយើងញីចូលមុខអស់ទៅគឺវាស្មូតចូលមុខយើងអស់ហើយមានអារម្មណ៍ថាភ្លឺតិចតិចនៅលើមុខហើយសម្រាប់ថាប្រយោជន៍របស់លេខការពីកម្ដៅថ្ងៃដែលខ្ញុំកំពុងតែរៀបនេះដែរជាភេទសាច់ទឹកដោះគោមានជាតិសេរ៉ូមគ្មានសារធាតុម្សៅតំណទេណាហើយការពីបាន2ជាន់ទៀតកាត់បន្ថយការឡើងមុននិងជួយដល់សំណើមជួយទប់ស្កាត់ជាតិប្រេងធ្វើឲ្យមុខរបស់យើងនឹងភ្លឺរលោងគ្មានជាងវ័យហ្មងប្រើបានគ្រប់សម្បល់ប្រភេទស្បែកគឺរៀបទៅគឺញីចូលមុខអស់ហ្មងដល់គ្នាពេលដែលយើងរៀបហើយមួយសន្ទុះគឺចូលមុខអស់ហើយណាតមកគឺយើងអាចខ្វះបានបើមិនយើងចង់បានមុខកាន់តែស្អាតមាត់ជាងនឹងទៀតនោះគឺយើងប្រើជាមួយម្សៅផាត់នេះគឺប្រើជាមួយលេខការពីកម្ដៅថ្ងៃនឹងដូចគ្នាតែខ្ញុំប្រើដាក់គេឲ្យខ្ញុំតែនោះអត់អស់ដល់គ្នាអញ្ចឹងខ្ញុំប្រើលេខ00ដោយសារតែមុខខ្ញុំរាងសសម្រាប់ម្សៅផាត់នេះដែរសម្រាប់វាគឺស្រាលមែនតើដល់គ្នាដាក់លើមុខគឺអត់ចេះកត់លើមុខទេរៀបប្រហែលជាន់ក៏មានកត់ស្អិតប្រតិបត្តិលើមុខរបស់យើងដែរហើយអត់មានអារម្មណ៍ថាធ្ងន់មុខឬក៏ស្អិតមុខដែរហើយវាធន់នឹងទឹកទេណាដល់គ្នាពេលដែលយើងបាច់អីមកគឺវាអត់មានថាប្រតិបត្តិឬក៏ហូរមកទេមកអស់វានឹងតម្លៃតែ$10ទេណាដល់គ្នាតែមួយ free concealer ដល់ឆ្នាំមួយម្ដងណាខ្ញុំទៅពងអ្នកលក់ប្រើនោះគឺកាន់ឆ្នាំក្រោយមើលដល់ខ្មៅបែប្រើឡើងត្រឡប់ពងដល់គ្នាអាពងខាងនោះពងខាងក្រៅត្រឡប់មកខាងមុខវិញហើយសំឡេងអ្នកលក់ដូចមិនសូវបរោះសោះស្អកមានអារម្មណ៍ថាជឿកចឹងហើយនិយាយមករឿងមានអារម្មណ៍ថាដូចអត់សូវចូលសោះហ្មងយើងយកម្សៅផាត់នឹងយកតបកន្លែងណាដែលគិតថាវាអត់ទាន់ស្មើគឺយើងតបវាមកដល់គ្នាកុំចង់ថាយើងកុំអុសយើងយកមកតបលើមុខបានវាអត់កក់មុខតែសំខាន់ម្សៅផាត់នេះយើងប្រើមិនក៏វាអត់កក់ដែរដោយសារតែម្សៅរបស់វាគឺស្រាលស្ដើងដល់គ្នាខ្ញុំនិយាយប្រើខ្លាំងមែនតើហ្មងខ្ញុំចាប់ប្រើម្សៅផាត់តម្លៃ$55ដល់គ្នាខ្ញុំនិយាយតាមត្រង់ហ្មងខ្ញុំប្រើតម្លៃ$55ខ្ញុំប្រើអត់កើតខ្ញុំយកមកទុកចោលហ្មងបានតែតម្លៃ$10នេះទេមុខខ្ញុំមកប៉ុន្តែពេលខ្លះរបស់ថោក៏គុណភាពរបស់វាក៏មិនអន់ដែរណាដល់គ្នាអញ្ចឹងឈុតពេលថ្ងៃគឺខ្ញុំប្រើជាមួយនឹងសេរ៉ូមលេខដល់សំណើមលេខការពីកម្ដៅថ្ងៃនិងម្សៅផាត់អ្នកដែលគាត់ចង់បានឈុតនៅក្នុងដៃរបស់ខ្ញុំហ្នឹងគឺអាចដាក់កំងបានណាអរគុណ